មីសួរសួស្តីបងប្អូនអរគ្នាខ្ញុំលីតាដោយបងប្អូនអរគ្នាដឹងអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកចេញ vlog ទី1របស់ខ្ញុំដែលនិយាយអំពី tip make up សំខាន់ៗនៅពេលដែលខ្ញុំ make up ដែលធ្វើឲ្យ make up របស់ខ្ញុំជាប់បានយូរអ្នកគ្នាទោះបីអ្នកគ្នាទៅក្រៅមិនមកក៏ដោយក៏នៅតែ make up នៅលើមុខយើងជាប់បានយូរស្អាតហ្មងអ្នកគ្នាហើយអត់ខ្ជាប់ម្សៅចេញមកក្រៅទេតោះឥឡូវយើងទៅ start ទាំងអស់គ្នាហើយជាហ៊ានបន្ទាប់គឺខ្ញុំមកប្រើជាមួយនឹងទឹក essence នេះអ្នកគ្នាដើម្បីជួយឲ្យមុខយើងមុខយើងហ្នឹង smooth ហើយម៉ត់អ្នកគ្នាហើយគឺធ្វើឲ្យ make up យើងហ្នឹងជាប់អ្នកគ្នាគឺចូលមុខទៅតាមហ្នឹងចឹងទៅអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំមកតបវាចូលមុខអ្នកគ្នាឥឡូវនេះខ្ញុំចាក់ដាក់ដៃសិនណានេះចឹងហើយយើងតបលើមុខយើងអញ្ចឹងណាឡើងតបចាំបងប្អូនទាំងអស់គ្នាសម្រាប់ step នេះគឺជា step ដែលខ្ញុំលាបសេរ៉ូមមកបងប្អូនទាំងអស់គ្នាចាំបងប្អូនដែលគាត់ប្រើសេរ៉ូមអីក៏គាត់អាចលាបសេរ៉ូមនឹងចូលបានណាហើយអ្នកគ្នាបន្ទាប់មកទៀតគឺខ្ញុំបន្ទាប់ពីខ្ញុំលាបសេរ៉ូមហើយគឺខ្ញុំមកលាបជាមួយនឹង sunscreen អ្នកគ្នា sunscreen ហ្នឹងគឺខ្ញុំអត់ប្រើជាមួយនឹងពពួក tone up ទេទៅខ្ញុំប្រើពពួកដែលលាបទៅគឺចូលមុខយើងហ្មងអ្នកគ្នាដើម្បីពេលដែលយើង apply BB cream ឬក៏ cushion អីមកគឺវាចូលមុខយើងបានល្អចឹងណាអ្នកគ្នាពេលយើងលាប sunscreen ហើយអ្នកគ្នាគឺយើងមកពាក់ជាមួយនឹង lens ដើម្បីឲ្យចាំ sunscreen យើងនឹងចូលមុខសិនអ្នកគ្នាឲ្យវា smooth យើងនៅមានសំណាញ់តិចៗបានហើយបើសិនជាយើងលាប cushion ឬក៏ BB ទាំងមុខយើងសើមគឺនឹងធ្វើឲ្យ make up យើងនឹងគឺខ្ជាក់ចេញមកក្រៅអ្នកគ្នាអញ្ចឹងគឺយើងទុកឲ្យ sunscreen យើងនឹងគឺរៀង smooth តិចសិនណាអ្នកគ្នាតែកុំឲ្យ smooth ពេកអញ្ចឹងឥឡូវនេះយើងមកពាក់ lens អ្នកគ្នានិយាយទៅគឺ lens ពាក់ lens សំខាន់មែនតើនៅក្នុង make up អ្នកគ្នាបើសិនជាអត់ពាក់ lens គឺអត់ឃើញ make up យើងលេចស្អាតទេនៅអ្នកគ្នាឥឡូវហ្នឹងគឺខ្ញុំពាក់ lens ហើយអ្នកគ្នានិយាយទៅគឺគ្រាន់តែដាក់ lens ចូលទៅគឺផ្នែកយើងរៀងប្លែកមកអ្នកគ្នាគឺឃើញផ្នែកយើងរៀងធំជាងមុនបន្តិចណាហ្នឹងហើយអ្នកគ្នាបន្ទាប់ពីយើងពាក់ lens អីហើយចឹងទៅគឺ sunscreen របស់យើងក៏ចូលមុខដែរអ្នកគ្នាប៉ុន្តែគឺនៅសល់មានជាតិស្នាមចឹងណាអញ្ចឹងនៅពេលដែលមានជាតិស្នាមតិចៗអញ្ចឹងពេលដែលយើង apply sunscreen BB cream ឬក៏ cushion អីផ្សេងៗគឺធ្វើឲ្យវាខំចូលមុខយើងបានល្អអ្នកគ្នានិយាយទៅគឺវាអត់ខ្ជាក់ម្សៅរបស់យើងចេញមកក្រៅទេហើយខ្ញុំមកប្រើជាមួយនឹងវាយ៉ាងណាអ្នកគ្នានេះចឹងវាយ៉ាងរបស់ខ្ញុំប្រើគឺខ្ញុំប្រើជាមួយនឹង shade លេខ01ហើយអ្នកគ្នាពេលដែលយើងប្រើវាយ៉ាងទៅគឺជួយបិទបាំងស្នាមបានល្អមែនតើមិនថាបងចង់ make up ទៅកម្មវិធីទៅអីគឺអាចប្រើជាមួយនឹងវាយ៉ាងបានអ្នកនរគ្នាអ្នកគ្នាឥឡូវហ្នឹងគឺយើងអូសវាយ៉ាងលើមុខហើយអញ្ចឹងគឺយើងមិនទុកមុខយើងអញ្ចឹងអ្នកគ្នាគឺយើងមកតបតអស់គ្នាចូលមុខហ្នឹងអ្នកគ្នានេះបើខ្ញុំលាលើកដែរឥឡូវខ្ញុំតឲ្យអ្នកគ្នាមើលហ្នឹងតបអញ្ចឹងហ្នឹងហើយអ្នកគ្នាឥឡូវហ្នឹងគឺខ្ញុំបានតបជាមួយនឹងវាយ៉ាងរបស់យើងចូលមុខឲ្យអស់ហើយគឺយើងមកប្រើជាមួយនឹង concealer បិទបាំងស្នាមដែលនៅសល់អញ្ចឹងណាសម្រាប់វាយ៉ាងមិញគឺជួយបិទបាំងស្នាមបានល្អមែនតើបានពី80ទៅដល់ 90% អ្នកគ្នាអញ្ចឹងឥឡូវហ្នឹងគឺយើងបិទបាំងស្នាមណានៅសល់តិចៗអញ្ចឹងណាដោយសារតែខ្ញុំទៅតែញិចមុនអ្នកគ្នាអញ្ចឹងទៅញិចមុននៅខាងក្រោមនេះនឹងលើថ្ងាសអញ្ចឹងទៅគឺនៅឃើញស្នាមអ្នកគ្នាដោយសារស្នាមទៅថ្មីថ្មីអញ្ចឹងទៅបានរៀងនៅឃើញអញ្ចឹងណាអញ្ចឹងគឺខ្ញុំមកបិទបាំងស្នាមអ្នកគ្នាឥឡូវហ្នឹងគឺខ្ញុំបាន apply concealer បិទបាំងស្នាមទៅលើស្នាមរបស់ខ្ញុំហើយអ្នកគ្នាអញ្ចឹងយើងចាំវាមកស្ទុះដើម្បីឲ្យវារៀងស្ងួតតិចគឺយើង blend វាចូលយើងគឺបិទបាំងស្នាមរបស់យើងមកអ្នកគ្នានៅអ្នកគ្នាឥឡូវហ្នឹងគឺយើងបានតបជាមួយនឹង concealer របស់យើងបិទបាំងស្នាមហ្នឹងចូលមកឲ្យអ្នកគ្នាអញ្ចឹង step បន្ទាប់ទៀតគឺយើងនឹងធ្វើការ contour ជាមួយនឹង brand ហ្នឹងបាននិយាយទៅគឺល្អមែនតើអញ្ចឹង contour គឺយើងប្រើជាមួយនឹងពណ៌រាងខ្មៅអ្នកគ្នាដើម្បីវាយស្មើមកឃើញស្អាតអញ្ចឹងគឺខ្ញុំប្រើពីពណ៌ហ្នឹងអ្នកគ្នាcontour ហ្នឹងគឺយើងអូសពីក្រោមចោមហ្នឹងមកអញ្ចឹងអ្នកគ្នាអ្នកគ្នាពេលយើងអូគឺយើងអូដំបូងគឺយើងកាត់ពីក្រោមចោលហ្នឹងកាត់មកចាស់អ្នកគ្នាដើម្បីឲ្យវាឃើញចំហយើងគឺស្រួលចូលចិត្តអញ្ចឹងពេលយើងនេះចឹងហើយ
គឺយកអូនេះមកធំចាដើម្បីឲ្យខ្ទង់ច្រមុះយើងគឺផុសឡើងទៅលើអ្នកគ្នាសារច្រមុះខ្ញុំគឺយ៉ាងនេះខ្ទង់ស្រាប់ហើយចឹងខ្ញុំអត់ contour ដិតពេកអ្នកគ្នាគាត់នឹកឲ្យឃើញចេញស្មៅខ្ទង់ច្រមុះហើយបន្តមកទៀតអ្នកគ្នាគឺខ្ញុំប្រើជាមួយនឹងអាពណ៌សនេះអ្នកគ្នាដើម្បីឲ្យឃើញអាកន្លែងកណ្ដាលហ្នឹងគឺវាលេចផុសចេញមកក្រៅអ្នកគ្នាពេលដែលយើងលាបកណ្ដាលហ្នឹងហើយគឺយើងមកដាក់ជាមួយនឹង highlight អ្នកគ្នាទៅគឺ highlight នេះគឺស្អាតមែនតើអ្នកគ្នាគាត់ដាក់ទៅគឺប្លែកមួយរំពេចហ្មងអញ្ចឹង highlight ហ្នឹងគឺយើងអ្នកគ្នា highlight ហ្នឹងពេលយើងដាក់ទៅគឺវាឃើញស្អាតចឹងអ្នកគ្នាលេចស្អាតចឹងណាខ្ញុំគឺដាក់3កន្លែងហ្នឹងហើយមួយទៀតអ្នកគ្នាខ្ញុំភ្លេចប្រាប់គឺសម្រាប់អាម្សៅពណ៌សនេះហ្នឹងគឺយើងត្រូវដាក់វានៅក្រោមនេះហើយនឹងកន្លែងនេះដើម្បីវាជួយលើកពលឺមុខពណ៌ពលឺមុខយើងស្អាតចឹងណាអ្នកគ្នាហ្នឹងហើយអ្នកគ្នាបន្ទាប់ពីយើងដាក់ប៉ុណ្ណឹងហើយ step បន្ទាប់ទៀតគឺខ្ញុំមកធ្វើការដាក់ blur ហើយអ្នកគ្នាហ្នឹងហើយអ្នកគ្នាសម្រាប់ blur គឺខ្ញុំប្រើថ្ពាល់ហើយជាមួយនឹងកងចកានេះណែអ្នកគ្នាបន្ទាប់ពីយើងដាក់ color ថ្ពាល់យើងហើយជាបន្តទៀតគឺខ្ញុំនឹងមកដាក់ color ភ្នែកអ្នកគ្នាយើងដាក់រៀបដិតហ្នឹងគឺនៅក្រោមកន្លែងនេះអ្នកគ្នាគឺយើងដាក់វាពេញចឹងហ្នឹងមិនពេញដូចបាញ់អ្នកគ្នាគឺខាងក្រោមនេះពណ៌រៀង pink ដិតអាហ្នឹងពេលយើងប្រើឡើងយើងត្រូវធ្វើភ្នែកចាអ្នកគ្នាតែយើងមិនគូដាក់ក្រោមនេះណាគឺយើងគាត់នៅឃ្លាតពីបន្តិចពីភ្នែកយើងមកនេះនេះអ្នកគ្នាមកខាងនេះពេលដែលយើងដាក់ភ្នែកហើយមកខាងនេះគឺតន់ណាឯងនិយាយទៅគឺអ្នកគ្នាដាក់ភ្នែកហ្នឹងគឺសំខាន់មែនតើដាក់ធ្វើគឺលេចមុខស្អាតហ្នឹងអ្នកគ្នាលេចមកស្អាតហ្មងហ្នឹងអ្នកគ្នាបន្ទាប់ពីយើងដាក់នេះហើយគឺខ្ញុំមកគូ eyeliner សិនណាអ្នកគ្នាហ្នឹងហើយអ្នកគ្នាឥឡូវហ្នឹងគឺខ្ញុំគូ eyeliner ហើយអ្នកគ្នានិយាយទៅគឺថាបន្ទាប់ពីយើងគូ eyeliner ហើយខ្ញុំនឹងមកពុតរុំភ្នែកតទៅអ្នកគ្នាដើម្បីយើងលាប mascara ទៅឃើញស្អាតហ្មងនៅអ្នកគ្នាបន្ទាប់ពីខ្ញុំពុតរុំភ្នែកមកខាងហ្នឹងហើយគឺខ្ញុំប្រើជាមួយនឹង mascara សម្រាប់ mascara គឺខ្ញុំប្រើ brand របស់ Etude House អ្នកគ្នានិយាយទៅ mascara នេះគឺខ្ញុំស្រឡាញ់មែនតើគឺវាអត់បតែហើយគឺជាប់បានយូរមកអ្នកគ្នាហើយនិយាយទៅវាអត់កប់នៅអ្នកគ្នាឥឡូវហ្នឹងគឺខ្ញុំបានដាក់ mascara មកខាងហើយអញ្ចឹងមកខាងទៅគឺខ្ញុំនឹងកាត់វីដេអូតែហ្មងនេះអ្នកគ្នាឥឡូវហ្នឹងគឺយើងដាក់ mascara បាន2ខាងហើយយើងនឹងដាក់ mascara ខាងក្រោមទៀតអ្នកគ្នាមិនសិនជាចង់ឲ្យភ្នែកយើងកាន់តែធំអញ្ចឹងណាគឺខ្ញុំលាបទាំងខាងលើខាងក្រោមហើយឥឡូវហ្នឹងគឺយើងដល់វគ្គអញ្ចើមម្ដងទៀតហើយអញ្ចើមហើយគឺចូលក្រែមហើយគឺឲ្យអ្នកគ្នាទៅហ្នឹងអ្នកគ្នាអញ្ចើមគឺយើងខ្ញុំសឹកវាឡើងខ្ញុំអត់គូអញ្ចើមអ្នកគ្នាសិនខ្ញុំចូលគូខ្ញុំមានរៀងចិញ្ចើមស្រាប់ខ្ញុំចូលគូទៅតែខ្ញុំគូចុងថែមតិចអ្នកគ្នាចុងចាំខ្ញុំមិនសាប់វាពីស្ទើរចុងទៅទេនេះខ្ញុំសឹកវាមកចេះសិនហើយខ្ញុំសឹកឲ្យចៅខ្ញុំចេញពណ៌នៅអ្នកគ្នាបន្ទាប់ពីខ្ញុំបានដាក់ថែមចៅឲ្យអស់ហើយឥឡូវហ្នឹងគឺខ្ញុំមកថែមជាមួយនឹង color ទីអ្នកគ្នាសារតឥឡូវហ្នឹងគឺវារៀងនេះ color ខ្លាំងអ្នកគ្នាសារតខ្ញុំប៉ះមួយញ៉ៃអ្នកគ្នាចង់ឥឡូវហ្នឹងគឺខ្ញុំដាក់ color ថែមតិចតិចទៅនិយាយទៅអ្នកគ្នាគឺ eyeliner ហ្នឹងឡើងពេញដៃខ្ញុំហ្មងមុនហ្នឹងខ្ញុំស្រីស្រោ eyeliner ហង mascara ហងអញ្ចឹងទៅបានដៃខ្ញុំខ្មៅនឹង color ហ្នឹងគឺខ្ញុំដាក់តិចតិចបានណាអ្នកគ្នាយើងថែម blur cream ហើយយើងមកថែមមួយ blur ស្រាវយើងនេះអ្នកគ្នាឲ្យឃើញវាលំៗឃើញមកស្អាតកន្លែងស្គាល់ខ្ញុំហ្នឹង
គ្នាមិនហ្នឹងគឺខ្ញុំដាក់ជាមួយនឹងទម្លាប់ដើម្បីឲ្យពណ៌យើងមាត់យើងឃើញស្លេកហើយយើង apply ក្រែមទៅគឺស៊ីនឹង make up យើងហ្មងឥឡូវហ្នឹងគឺខ្ញុំប្រើជាមួយនឹងក្រែមនេះអ្នកគ្នា Peri-Pera របស់យើងពណ៌យ៉ាងព្រីងហ្នឹងអ្នកគ្នាយើងដាក់វាតិចបានអ្នកគ្នាហើយបន្ទាប់មកខ្ញុំប្រើជាមួយនឹង gloss របស់ Peri-Pera ដែរអ្នកគ្នានិយាយទៅអានេះគឺ gloss ហ្មងអ្នកគ្នាជាង gloss ស្អាតហ្មងនេះទៅខ្ញុំឆ្លាញ់ណាស់ហើយឈ្ងុយ strawberry ទៀតហើយអ្នកគ្នាឥឡូវហ្នឹងគឺយើងដាក់ lip gloss ហើយប៉ុន្តែខ្ញុំចង់ឲ្យមាត់ខ្ញុំឃើញផុសជាងនេះទៀតអញ្ចឹងខ្ញុំមកគូជាមួយនឹង romance អ្នកគ្នានេះជាប្រភេទ lip liner អ្នកគ្នាដើម្បីគូខាងរំមាត់យើងឲ្យឃើញកាន់តែផុសស្អាតហ្នឹងហើយជាមួយខ្ញុំគូឲ្យអ្នកគ្នាសាកមើលសិនណាដាក់ឡើងឲ្យឃើញស្អាតនោះអ្នកគ្នាពេលដែលយើងតាមពិតទៅបើសិនជាអ្នកគ្នាចង់ apply អា lip liner មិញនៅក្រោមក្រែមហ្នឹងក៏បានដែរតែបើខ្ញុំគឺខ្ញុំយកក្រែមហើយគឺខ្ញុំដាក់ហ្នឹងទៅគឺឃើញមាត់យើងគឺចេញពណ៌ស្អាតហ្មងពេលមាត់ខ្ញុំអញ្ចឹងអ្នកគ្នាហ្នឹងឥឡូវហ្នឹងគឺ make up យើងហើយប៉ុន្តែអ្នកគ្នាកុំភ្លេចបើសិនជាចង់ឲ្យវាជាប់បានយូរហើយមកល្អអ្នកគ្នាត្រូវប្រើជាមួយនឹងពពួក loose powder ដើម្បីជួយទប់ជាតិខ្លាញ់និងទប់ញើសដែលយើងពេលហូរមកអញ្ចឹងទៅគឺវាអត់ដាច់ម្សៅចេញណាអ្នកគ្នាហ្នឹងហើយអ្នកគ្នាសម្រាប់ពួក loose powder គឺខ្ញុំប្រើរបស់ Chanel ហ្នឹងអ្នកគ្នានេះអ៊ុយនេះប្រើរបស់ Chanel ទៅអានេះគឺធំមែនតើអ្នកគ្នាមួយហ្នឹងគឺប្រើដល់ចាស់ហ្មងចឹងខ្ញុំតបលើដៃសម្រាប់គ្នាសារដល់នេះគឺវាកាត់វាចេញខ្លាំងពេកចឹងស្រាប់ពណ៌គឺខ្ញុំអត់ដាក់អ្នកគ្នាស្រាប់ពណ៌ហ្នឹងគឺខ្ញុំចង់ឲ្យវាចេញ glow អញ្ចឹងហ្នឹងហើយឥឡូវហ្នឹងគឺហើយតមកគឺខ្ញុំនេះទៀតគឺខ្ញុំមក contour គៀនជានេះតិចគឺហើយហ្មងអ្នកគ្នានេះអ្នកគ្នាខ្ញុំនិយាយទៅខ្ញុំ contour តិចអញ្ចឹងទៅបានពេល make up ហើយបានខ្ញុំដាក់វាចឹងណាដើម្បីវានេះឃើញយើងនេះសិនអ្នកកន្លែងគៀនមុខនេះហ្នឹងយើងរៀបវាទៅដើម្បីឲ្យមុខយើងឃើញកាន់ទូមុខទូចហងទូចទៅណាទៀតនេះយើងទូវាចឹងទូហ្នឹងគឺយើងទូ make up យើងស្មើនេះស្មើពីយើង contour ហើយអ្នកគ្នាគឺយើងគឺខ្ញុំនៅសល់តែមួយ step ចុងក្រោយអ្នកគ្នាគឺហើយhighlight stick អ្នកគ្នាពេលដែលយើងប្រើហ្នឹងទៅគឺវាជួយឲ្យ make up យើងឃើញ glow បែប glass skin ដូចកូរ៉េចឹងអ្នកគ្នាគឺច្រើនកូរ៉េគឺគេចូលចិត្តប្រើហ្នឹងមែនតើអញ្ចឹងអាហ្នឹងគឺអ្នកគ្នាចង់ apply លើដៃហើយដាក់មុខសិនក៏បានតែស្អាតដៃខ្ញុំស្អាតឡើងហ្នឹងគឺខ្ញុំដាក់លើថ្មយើងហ្មងចាមានការគោកគួយចាខោតាំងពីថ្ងៃខោតាំងពីថ្ងៃដល់ឥឡូវមកក្នុងវីដេអូខ្លីនេះអ្នកគ្នាឃើញទេពេលដែលយើងដាក់ហ្នឹងទៅគឺថាមុខយើងចង់បាត់ចេញមក glass skin ហ្មងបែប make up កូរ៉េចឹងណាខ្ញុំដាក់ make up ខ្ញុំបែបអីថាទៅពីយើងអាហ្នឹងចុះហើយហ្នឹងគឺហើយអ្នកគ្នាហ្នឹងហើយអ្នកគ្នានេះគឺជា final look របស់យើងអ្នកគ្នាគឺហើយនិយាយទៅដូចអ្នកគ្នាឃើញអញ្ចឹងគឺម៉ាតិកអ្នកគ្នាប៉ុន្តែពេល final look របស់យើងអ្នកគ្នាឃើញចេញអញ្ចឹងណាតើឥឡូវអ្នកគ្នាពេលចេញពីហ្នឹងទៅគឺខ្ញុំទៅដើរលេងអ្នកគ្នាទៅដូរក្អៅចេញសិន